ភាគទី7ត្រូវឡានដល់កាចាស់មួយវ៉ាបានអាកាបាណេពិតជាមិនអាចទទួលយកបានរឿងមួយនេះដំបូងចង់ដេញតាមឡានទាំងពីរគ្រឿងដែលនាំមុខប៉ុន្តែបែរជាត្រូវទូប្រុសទម្លាក់មកលេខ4ពេលនេះអាកាបាណេមានតែបនស្រន់ឲ្យផ្លូវឆាប់ស្ងួតពេលនោះដេញតាមឡានរបស់ទូប្រុសមិនមែនជារឿងពិបាកទៀតទេសូម្បីតែវិធីក៏មិនអាចវិភាគដឹងមុនថាតើអាកាបាណេអាចដេញតាន់ឡានរបស់ទូប្រុសឬក៏អត់មានតែចាំមើលតាមស្ថានភាពជាក់ស្ដែងប៉ុណ្ណោះក្រឡេកទៅមើលឡានទាំងពីរដែលកំពុងនាំមុខវិញបែខេមប៊ូនៅទៅតាមពីក្រោយខូខីយ៉ាងជាប់ខូខីក៏បានដឹងថាតើបែខេមប៊ូចង់វាយគេនៅកន្លែងណាដូច្នោះពេលនេះខូខីកំពុងតែរកវិធីសាស្ត្រដើម្បីដោះស្រាយសង្សាររបស់ខូខីក៏បានសម្រេចចិត្តកិច្ចម៉ោងរៀនដើម្បីមើលការប្រកួតមួយនេះក៏លេខទៅមើលការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ3ទូប្រុសកំពុងតែខំប្រឹងជិះនៅល្បឿនយ៉ាងលឿនធ្វើយ៉ាងណាកុំឲ្យអាកាបាណេអាចដេញតាមទាន់ប៉ុន្តែវិធីក៏អ៊ីកេដាជឿជាក់ថាមិនយូរមិនឆាប់នោះទេអាកាបាណេប្រកាសជាដេញទាន់ឡានរបស់ទូប្រុសត្បិតតែផ្លូវនៅមានទឹកបន្តិចប៉ុន្តែកាណាតានៅតែជឿជាក់ចូលខននៅល្បឿនមិនថយចុះសូម្បីតែបន្តិចហ្មងតាមពីក្រោយគឺខ្សែក្រហម Ferrari របស់អាកាបាណេម៉ែអេសូណូម្ចាស់ឡាន NSX ពេលនេះក៏មិនឃើញឡានរបស់អាកាបាណេជាមួយនឹងឡានរបស់ទូប្រុសទៀតដែរព្រោះពេលនេះទូប្រុសជាមួយអាកាបាណេពិតជាយកចិត្តទុកដាក់ពួកគេកំពុងតែប្រកួតប្រជែងដណ្ដើមគ្នាសូម្បីតែ 0.1 វិនាទីចេញពីតំបន់ព្រៃឡានរបស់ទូប្រុសក៏ជិះចូលក្រុងមួយសន្ទុះក្រោយមកឡានរបស់អាកាបាណេក៏បានចេញពីព្រៃដែរព្រោះតែជិះក្នុងផ្លូវមួយនោះគឺជាជំនាញរបស់ទូប្រុសកម្រិតរវាងឡានទាំងពីរបានថយចុះតែ 0.3 សែកប៉ុណ្ណោះដូច្នោះមានន័យថាពេលជិះក្នុងផ្លូវព្រៃនោះឡានរបស់ទូប្រុសនិងឡានរបស់ Ferrari ជិះក្នុងល្បឿនស្មើគ្នាអង្គុយនៅផ្ទះមើលឪពុករបស់ Renster តែមិនជឿថាទូប្រុសមានបច្ចេកទេសខ្លាំងអស្ចារ្យបែបនេះទៅវិញគាត់ក៏មិនយល់ថាកាណាតាខាងក្រៅពិតជា slow ហើយនិយាយតិចប៉ុន្តែពេលប្រណាំងឡានវិញដូចជាមនុស្សផ្សេងម្នាក់ចឹងគាត់ជឿជាក់ថាពិភពលោកប្រកាសជាអាចមើលឃើញពីសមត្ថភាពរបស់ទូប្រុសវិធីកពាក់វិនតាក៏បានសួរលោកអ៊ីកេដាថាមិនក៏ឡានរបស់ទូប្រុសចូល corner លឿនជាងឡានដទៃអញ្ចឹងគាត់ក៏បានបកស្រាយថាមកពីថ្ងៃនេះមេឃភ្លៀងដូច្នោះសម្បកកង់របស់ឡានដទៃមិនក្តៅប៉ុន្តែមិនដឹងជាទូប្រុសបានប្រើប្រាស់វិធីអ្វីធ្វើឲ្យសម្បកកង់របស់គេក្តៅជាងឡានរបស់អ្នកផ្សេងដូច្នោះអាចចូល corner នៅល្បឿនយ៉ាងលឿនបានហើយតាមលោកអ៊ីកេដាប្រហែលជាមកពីឡានរបស់ទូប្រុសគឺជាឡានស្រាសម្បកកង់ក៏មិនសូវក្រាស់ប៉ុន្មានដូច្នោះវាជួយសម្បកកង់របស់ទូប្រុសអាចឡើងកម្ដៅបានច្រើនជាងកង់ឡានដទៃត្រឡប់ទៅកាន់ការប្រកួតវិញតាមការសង្កេតមើលរបស់វិធីកផ្លូវដូចជារៀងស្ងួតជាងមុនបន្តិចហើយព្រោះទឹកដែលបាញ់ចេញពីសម្បកកង់វាបានតិចជាងមុនពេលនោះខូខីសម្រេចចិត្តថានឹងប្រើប្រាស់បច្ចេកទេសមួយដែលគេរៀននៅប្រទេសបារាំងមុនពេលដល់ផ្លូវត្រង់មួយនោះខូខីនឹងធ្វើឲ្យឡានរបស់គេមានការរង្គើខ្លាំងបច្ចេកទេសនោះមានឈ្មោះថា Half Spin Pan វានឹងធ្វើឲ្យ Beckham ភ្ញាក់ផ្អើលនិងបន្ថយល្បឿនរបស់ខ្លួនចុះនេះគឺជាយុទ្ធសាស្ត្រតែមួយគត់ហើយព្រោះខូខីដឹងថាឡានរបស់គេបើជិះលើផ្លូវត្រង់ប្រកាសជាមិនឈ្នះឡានរបស់ Beckham នោះទេពេលនោះខូខីក៏ចាប់អារម្មណ៍ឃើញថាខ្លួនឯងបានផ្លាស់ប្ដូរមិនដឹងជាពេលណាគេបែកខ្លាចជាចង់ឈ្នះបែបនេះខាងនេះទូប្រុសក៏កំពុងតែខំបើកយ៉ាងលឿនមិនបន្ថយល្បឿនសូម្បីតែបន្តិចពេលនេះកម្រិតឡានរបស់ទូប្រុសជាមួយឡានអាកាបាណេនៅសល់តែ7 សែកប៉ុណ្ណោះផ្លូវក៏រៀងស្ងួតហើយដែរដូច្នោះធ្វើឲ្យកង់ឡានរបស់ Ferrari ចាប់ដើមក្តៅជឿជាក់ថាពេលចូលដល់ផ្លូវត្រង់ឡានរបស់ទូប្រុសនិងឡានរបស់អាកាបាណេកាន់តែបន្ថយកម្រិតគ្នាទៀតកលេចទៅមើលឡានទាំងពីរក្រោយគេគឺរបស់ Ishigami ជាមួយនឹង Kakeru ការប៉ះពាល់មិនធ្វើឲ្យបូមឡានខាងក្រោយរបស់ Ishigami ចាប់ដើមមានបញ្ហាដូច្នោះក៏បង្កើតឱកាសឲ្យ Kakeru ចាប់ដើមវ៉ាបាន Ishigami ក៏មិនដឹងជាត្រូវធ្វើបែបណាដែរព្រោះនៅពេលដែលគាត់ចាប់ដើមតម្លើងល្បឿនដល់តាឡានរបស់គាត់ចាប់ដើមរអិលជំនួយការក៏បានតាក់ទងមកលោក Ishigami ប្រាប់គាត់ថាគួរតែបោះបង់ចោលទៅគឺមកពីឡានខូចមិនមែនមកពីគាត់នោះទេដូច្នោះគាត់នៅតែអាចរក្សាមុខមាត់បានប៉ុន្តែសម្រាប់ Ishigami មិនមែនបញ្ហាមុខមាត់នោះទេគឺគាត់ចង់សន្សំបន្ទុកម្ដងបន្តិចទោះជាប្រកួតក្នុងស្ថានភាពបែបណាក៏គាត់មិនបោះបង់ចោលដែរខាងនេះបងឯបាបានជិះដល់ពីក្រោយឡានសាកាម៉ូតូហើយដែរជិះនៅ Pro Roll មួយនេះច្បាស់ណាស់ Audi ប្រកាសជាមិនមានប្រៀបជាង GTR នោះទេនៅវគ្គមុនបងឯបានចាញ់សាកាម៉ូតូដូច្នោះវគ្គនេះក៏ចង់សងសឹកកលេចទៅមើលឡាននៅមុខវិញពេលនេះពួកគេត្រៀមនឹងចូលផ្លូវត្រង់នេះគឺជាការបន្ថយដ៏ធំជាងគេក្នុងជីវិតរបស់ខូខីប៉ុន្តែក្នុងពេលនោះព្រោះតែការធ្វើប្រហែលរបស់ខ្លួនខូខីក៏បានបណ្ដោយឲ្យ Beckham អាចជិះឡើងស្មើបានព្រោះតែការនាំមុខនៅក្នុងផ្លូវអាប់យូពេកធ្វើឲ្យខូខីក៏បានហត់នឿយដូច្នោះការយកចិត្តទុកដាក់របស់គេបានធ្លាក់ចុះបន្តិចច្បាស់ណាស់ពេលចូលដល់ផ្លូវត្រង់មានអាកាសជិះស្មើឡានរបស់ Beckham ប្រកាសជាឈ្នះ Beckham គិតក្នុងចិត្តថានេះគឺជាដៃប្រណាំងដំបូងគេនៅប្រទេសជប៉ុនដែលធ្វើឲ្យគេខំប្រឹងអស់ពីលទ្ធភាពអ្នកគ្រប់គ្រងពិតជាអត់សង្ឃឹមពួកគេមិនដឹងថាមានដៃប្រណាំងណាជនជាតិជប៉ុនដែលអាចយកឈ្នះលើ Beckham បានឬក៏អត់ពេលនេះឡានរបស់ទូប្រុសក៏បានជិះចូលផ្លូវត្រង់មួយនោះមួយសន្ទុះក្រោយមកសេក្រហម Ferrari ក៏បានមកដល់ដែរពេលនេះអាកាបាណេក៏បានមើលឃើញគូតឡានរបស់ទូប្រុសហើយកម្រិតរវាងពួកគេទាំងពីរនាក់នៅសល់តែ 2.6 សែកប៉ុណ្ណោះស្ថានភាពពិតជាតឹងតែងមិនមានណាគេដឹងមុនថាតើឡានទាំងពីរគ្រឿងនេះមួយណានឹងដល់ទីមុនបងអូយ៉ាតាក៏ចាប់ដើមយំឲ្យសុំទោសទូប្រុសព្រោះគាត់ដឹងថាឡានរបស់គាត់មានកម្លាំងសេះតែ200ប៉ុណ្ណោះមិនអាចយកឈ្នះទៅលើ Ferrari មានកម្លាំងសេះ670នោះទេឃើញថាកាណាតាលើកនេះពិតជាយកចិត្តទុកដាក់ដល់ថ្នាក់គេចាប់ដើមបែកញើសពេលនេះកម្រិតរវាងឡានទាំងពីរនៅសល់តែ 1.9 សែកប៉ុណ្ណោះភាគទី8ពេលនេះឡានរបស់សាកាម៉ូតូជាមួយបងឯបាក៏ចូលដល់ផ្លូវត្រង់ភ្លាមនោះបងឯបាក៏បានចាក់ចេញពី Slipstream ដើម្បីជិះឡើងស្មើឡានរបស់សាកាម៉ូតូប៉ុន្តែឡាន Audi មួយគ្រឿងនេះបើជិះអស់ពីកម្លាំងរបស់វាប្រកាសជាមិនចាញ់ GTR នោះទេសូម្បីតែផុតផ្លូវត្រង់នេះចូលដល់ផ្លូវបត់ក៏ពួកគេនៅតែស្មើគ្នា
បន្ទាប់មកបងសាកាម៉ូតូពិតជាពិបាកទ្រាំចំពោះការបើកឡានរបស់ឯបាពិតជាបន្ថយយ៉ាងខ្លាំងត្បិតតែមានការប៉ះទង្គិចគ្នាប៉ុន្តែទម្មុខរបស់ឯបាមិនផ្លាស់ប្ដូរសូម្បីតែបន្តិចក្លែងមកមើលខាងនេះវិញឡានរបស់អាកាបាណេក៏បានតាមពីក្រោយឡានទូប្រុសប៉ុន្តែចង់វ៉ាឡើងក៏មិនមែនជារឿងងាយស្រួលនោះដែរសម្រាប់អាកាបាណេគេពិតជាចង់វ៉ាខ្លាំងណាស់ប៉ុន្តែទូប្រុសគ្មានតឱកាសសូម្បីតែមួយដងពេលនេះពួកយើងនឹងមើលការប្រកួតដណ្ដើមលេខ1 Koki ពិតជាស្ដាយព្រោះអីខ្វះតែបន្តិចទៀតប៉ុណ្ណោះគេអាចរៀបរៀង Bacon បួបានហើយត្បិតតែនេះគឺជាឆ្នាំទី3ដែលគេចូលរួមការប្រកួត MFG ប៉ុន្តែថ្ងៃនេះជាលើកដំបូងដែលគេមានអារម្មណ៍ថាខឹងនិងចង់យំចុងក្រោយអ្នកដល់ទីមុននៅតែជា Bacon បួហើយតាមពីក្រោយលេខ2នោះគឺ Koki ដល់វគ្គនេះបន្ទុះរបស់ Bacon បួនៅតែនាំមុខបន្ទាប់មកគឺការប្រណាំងយ៉ាងរន្ធត់ដើម្បីដណ្ដើមយកលេខ3របស់ទូប្រុសជាមួយនឹងអាកាបាណេពិតជាពិបាកទ្រាំព្រោះផ្លូវមួយនេះមានកន្លែងខ្លះស្ងួតកន្លែងខ្លះសើមគេសម្រេចចិត្តថានឹងជិះឡើងស្មានៅផ្លូវខាងមុខប៉ុន្តែព្រោះតែទូប្រុសចូល corner មិនបន្ថយល្បឿនដូច្នោះផែនការនោះក៏បានបរាជ័យប៉ុន្តែនៅសល់ corner មួយចុងក្រោយត្បិតតែទូប្រុសយើងខំមិនបន្ថយល្បឿនហើយប៉ុន្តែអាកាបាណេនៅតែអាចឡើងស្មាបានអ្នកទាំងអស់គ្នាពិតជារន្ធត់ចិត្តព្រោះនៅសល់តែប្រមាណ100ម៉ែត្រទៀតប៉ុណ្ណោះនឹងដល់ទីសំណាងបានឈរខាងអាកាបាណេឡានរបស់គេបានខិតជាងឡានរបស់ទូប្រុសបន្តិចដូច្នោះក៏ជួយគេជាប់ចំណាត់ថ្នាក់លេខ3កាលណាតាគ្រាន់តែដល់ទីយឺតជាងអាកាបាណេ30សង់ទីម៉ែត្រប៉ុណ្ណោះមើលមកការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ5វិញសាកាម៉ូតូពិតជាមិនអាចទ្រាំបានសម្ពាធនៅពេលដែលឡើងស្មាជាមួយនឹងបងឯបាដូច្នោះគេក៏បានទៅឲ្យបងឯបាទៅមុនសាកាម៉ូតូធ្វើបែបនេះក៏មានហេតុផលដែរព្រោះគេមានឡានមួយនេះតែមួយគ្រឿងប៉ុណ្ណោះប្រសិនបើវាមានបញ្ហាអីគេមិនអាចចូលរួមការប្រកួតបានទៀតទេសាកាម៉ូតូក៏បានដាក់ទឿនខ្លួនឯងថាមិនមែនមកពីគេខ្លាចបងឯបានោះទេគ្រាន់តែគេតឲ្យប៉ុណ្ណោះប៉ុន្តែជាក់ស្ដែងគឺមកពីគេមិនហ៊ានជាមួយបងឯបាចុងក្រោយឡាននីមួយៗក៏បានជិះដល់ទីក៏លេខទៅមើលតារាងពិន្ទុនៅជុំទី2នេះសិននៅមុខនៅតែជា Bacon បួលហើយទូប្រុសយើងគឺរក្សាចំណាត់ថ្នាក់លេខ4ក្រៅពេលហើយការងាររ៉ែនចង់ចាក់ចេញពីទីនោះទៅញ៉ាំអីព្រោះអីនាងពិតជាឃ្លានប៉ុន្តែពេលនោះបុគ្គលិក MFG បានប្រកាសថាបងគីយ៉ូកូជាមួយនឹងទូស្រីយើងត្រូវឡើងថែកុលាករដែលបានចំណាត់ថ្នាក់លេខ2និងលេខ3រ៉ែនពិតជាភ្ញាក់ផ្អើលនៅពេលដែលខ្លួនត្រូវបានគេជ្រើសរើសបងគីយ៉ូកូបានធ្វើវាយ៉ាងធម្មតាដល់វេនរបស់ទូស្រីវិញនាងពិតជាមិនចង់ធ្វើនោះទេព្រោះមិនចូលចិត្តប៉ុន្តែនេះគឺជាការងារដូច្នោះនាងបង្ខំចិត្តធ្វើតែប៉ុណ្ណោះនៅខាងក្រៅបងឯបាបានខំថ្មិញឲ្យពិតជាខឹងក៏និយាយថានឹងមិនលើកលែងឲ្យ Koki ជាដាច់ខាតនៅពេលដែលហ៊ានទទួលយកស្នាមថាមួយនោះកាលនេះបងអូហ្កាតាពិតជាសប្បាយចិត្តនៅពេលដែលដឹងថាគាត់ទទួលបាន12លានកន្លះវាប្រកាសជាជួយឲ្យគាត់ដកស្រាយបានបញ្ហានិងធ្វើរឿងជាច្រើនទៀតពេលនោះមានទេពអប្សរម្នាក់របស់ MFG បានមករកទូប្រុសក្រៅពីនោះនាងនៅឲ្យ contact របស់ខ្លួនទៅគេហើយប្រាប់ទូប្រុសថានាងមិនដែលឲ្យ contact ទៅនរណាគេនោះទេដូច្នោះទូប្រុសគឺជាមនុស្សពិសេសបងអូហ្កាតាក៏បានសរសើរថាទូប្រុសមានមន្តស្នេហ៍មែនធ្វើឲ្យគាត់ច្នៃហ្មងប៉ុន្តែនេះជាលើកដំបូងជួបរឿងមួយនេះដូច្នោះទូប្រុសមិនដឹងថាត្រូវធ្វើបែបណាខាងនេះណូស៊ូមីពិតជាក្តៅភ្នែកនៅពេលដែលឃើញនារីផ្សេងមកជិតទូប្រុសល្ងាចនោះនៅពេលដែល Koki ចង់ជិះឡានទៅជួបសង្សាររបស់ខ្លួនបងឯបាក៏បានមករក Koki ដើម្បីធ្វើការសន្យាសម្ងាត់មួយនោះគឺកុំប៉ះទេពអក្សរលេខ7ក៏ត្រូវជាតួស្រីរបស់យើងប៉ុន្តែបងឯបាននឹកឃើញថា Koki ចូលចិត្តតែនារីណា17ឆ្នាំប៉ុណ្ណោះដូច្នោះក៏មិនសូវព្រួយបារម្ភទៀតប៉ុន្តែ Koki បានឲ្យគាត់ដឹងរឿងមួយតើអារម្មណ៍របស់ Koki តួស្រីប្រហែលជាមានអាយុក្មេងខ្ទង់17-18ឆ្នាំអីហ្នឹងត្បិតតែនាងខំពាក់សក់คล้ายៗនឹង make up ធ្វើឲ្យខ្លួនចាស់ជាងមុនបន្តិចប៉ុន្តែនៅតែមិនអាចផុតពីកែវភ្នែកដ៏ប៉ិនប្រសប់របស់ Koki និយាយចប់ Koki ក៏បានចាក់ចេញពីទីនោះដើម្បីទៅជួបសង្សាររបស់ខ្លួនឃើញដូច្នោះបងឯបាក៏បានបាក់ឡានទៅវបោបងអូហ្កាតាជាមួយទូប្រុសទៅញ៉ាំអីទៀតសម្រាប់ទូប្រុសបងឯបាគឺជាមនុស្សដ៏តាក់ទាញហើយចិត្តល្អត្បិតតែថ្ងៃនេះទូប្រុសប៉ុណ្ណឹងបានចំណាត់ថ្នាក់ខ្ពស់ជាងប៉ុន្តែគាត់នៅតែភ័យទូប្រុសញ៉ាំអីទូប្រុសនៅសង្ឃឹមថាទេពអក្សរលេខ7នឹងអាចមើលឃើញពីចិត្តល្អរបស់គាត់ពេលនោះនៅពេលដែលទូប្រុសយកសោឡានបកលឲ្យបងអូហ្កាតាក៏បានអចេតនាធ្វើលក្ខណៈដែលមាន contact ជាមួយនឹងទេពអក្សរមិញពេលនោះក៏លេចទៅមើលការសន្ទនារបស់បុរសពីរនាក់នេះវិញយើងក៏បានដឹងថានឹងមានកីឡាករម្នាក់ទៀតបានចូលរួមការប្រកួត MFG នៅវគ្គក្រោយក្រោយពេលបញ្ចប់វគ្គប្រកួតទូប្រុសនៅតែបន្តធ្វើការថែមម៉ោងព្រោះតែវត្តមានរបស់កាណាតាបានតាក់ទាញភ្ញៀវស្រីជាច្រើនមកទីនេះពេលចេញពីធ្វើការទូប្រុសក៏បានទៅក្រាស់ឡានរបស់បងអូហ្កាតាក៏មានកំណត់ចង់ដូរឡានថ្មីឲ្យទូប្រុសគឺ Toyota Supra ប៉ុន្តែទូប្រុសដូចជាគ្មានចំណង់ចិត្តសូម្បីតែបន្តិចអ្វីដែលទូប្រុសចាប់អារម្មណ៍ប្រសិនបើកែម៉ាស៊ីនថ្មីតើឡានរបស់គេអាចឡើងថែមប្រមាណកម្លាំងសេះទៀតតាមលោកអូគូយ៉ាម៉ាកម្លាំងសេះរបស់ឡានទូប្រុសពេលបច្ចុប្បន្នគឺ200ប្រសិនបើកែឡើងប្រហែលជាអាចឡើងដល់400ទៅ500ប៉ុន្តែតាមគាត់300គឺស្អាតបំផុតកំពុងនិយាយគ្នាសុកមានឡានមួយគ្រឿងបានបង្ហាញមុខហើយចាយដនអីឡាននោះគឺ GR Supra លោកអូគូយ៉ាម៉ាពិតជាភ្ញាក់ផ្អើលព្រោះស្មានថាបងអូហ្កាតាទិញមែនប៉ុន្តែបងអូហ្កាតាបានបដិសេធហើយនិយាយថាខ្លួនមិនទាន់ទិញអ្វីនោះទេបរិសុទ្ធនោះក៏បានចុះពីលើឡានហើយដើរមកកាន់បងអូហ្កាតាហើយណែនាំខ្លួនឯងមានឈ្មោះថា Moroboshi Sena គេមកទីនេះគឺដើម្បីជួបទូប្រុសជាពិសេសមើលទៅអបនេះក៏ជាដៃប៉ណ្ណាំងម្នាក់ដែរ